មិនងាយស្រួលនោះទេថៃកំពុងតែមានចំនួនជាមួយនឹងអ្នកជិតខាងជុំទិសតែម្ដងភាពតានតឹងរវាងកម្ពុជាថៃបានកើនឡើងជាថ្មីបន្ទាប់ពីទ័ពថៃឆ្មក់ចូលមកបាញ់សម្លាប់កងទ័ពរបស់ខ្មែរនៅព្រំដែនដែលខ្មែរឈរជើងក្នុងតំបន់មុំ3ក្នុងទឹកដីស្រុកជាំខ្សានខេត្តព្រះវិហារកាលពីថ្ងៃទី28ខែឧសភាជុំវិញហេតុការណ៍ខាងលើនេះសមាជរដ្ឋសភានិងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសសកម្មភាពវាយប្រហាររបស់កងទ័ពថៃលើកងទ័ពកម្ពុជានិងប្រកាសគាំទ្រឲ្យរដ្ឋាភិបាលកម្ពុជាយកបញ្ហាព្រំដែនដែលរកម្មរកោជាមួយនឹងថៃទៅដាក់នៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ផងដែរស្ថានភាពចុងក្រោយបំផុតត្រូវបានគេមើលឃើញថាបច្ចុប្បន្នថៃមិនមែនមានចំនួនតែនៅព្រំដែនជាមួយនឹងកម្ពុជាប៉ុណ្ណោះនោះទេពលគឺថៃកំពុងមានភាពតានតឹងជាមួយនឹងអ្នកជិតខាងរបស់ខ្លួនជុំទិសតែម្ដងចំនួនជាមួយនឹងមីយ៉ាន់ម៉ាប៉ែកខាងលិចប្រទេសថៃមានបញ្ហាព្រំដែនរ៉ាំរ៉ៃជាមួយនឹងមីយ៉ាន់ម៉ាជាពិសេសកាលពីខែវិច្ឆិកាឆ្នាំ2024កងទ័ពជើងទឹកមីយ៉ាន់ម៉ាបានបាញ់ទៅលើទូកនេសាទរបស់ថៃបណ្ដាលឲ្យមានមនុស្សស្លាប់និងចាប់ខ្លួនបានច្រើនអ្នកទៀតលើពីនេះចំនួននៅព្រំដែនបាននាំឲ្យលំហូរជនភៀសខ្លួននិងការព្រួយបារម្ភអំពីសកម្មភាពអ ுக ្រិតកម្មឆ្លងដែនមិនត្រឹមតែប៉ុណ្ណឹងកងទ័ពថៃក៏ត្រូវបាទទប់ទល់ជាមួយនឹងក្រុមប្រដាប់អាវុធនៅព្រំដែនរួមទាំងឈានដល់ការបញ្ជូនយន្តហោះចម្បាំងទៅប្រដេញយន្តហោះចម្បាំងមីយ៉ាន់ម៉ាដែលហោះឆ្វែលព្រំដែនផងដែរជម្លោះជាមួយនឹងម៉ាឡេស៊ីភាគខាងត្បូងប្រទេសថៃនិងម៉ាឡេស៊ីមានជម្លោះដែលមិនទាន់ដោះស្រាយបានលើតំបន់ដីគោកមួយចំនួនដូចជាប៊ូគីតជីលីនិងព្រំដែនសមុទ្រនៅឈូងសមុទ្ររបស់ថៃត្បិតថាជម្លោះទាំងនេះមិនរីករាលដាលคล้ายជាជម្លោះបើកចំហក៏ដោយប៉ុន្តែក៏នៅតែជាចំណុចនៃការបញ្ចុះសម្រុងគ្នារវាងប្រទេសទាំងពីរសូមបញ្ជាក់ពុកម៉ែបងប្អូនណាបាទថៃដូចជាយកបាទដីម៉ាឡេស៊ី3ខេត្តបាទតាមព័ត៌មានមួយចំនួនចុះផ្សាយអញ្ចឹងគេនៅតែឈឺចិត្តស្អត់ទ្រូងអញ្ចឹងណាសូមជម្រាបមួយទៀតគឺចំនួនជាមួយនឹងប្រទេសឡាវប៉ែកខាងជើងបាទខាងលិចខាងត្បូងខាងជើងសិតតែឆ្លោះគេទាំងអស់ហើយមួយទៀតនោះជាមួយនឹងកម្ពុជានឹងឯងអញ្ចឹងចំនួនជាមួយឡាវប៉ែកខាងជើងថៃក៏មានចំនួនព្រំដែនដែលមិនទាន់ដោះស្រាយជាមួយនឹងឡាវដែរជាពិសេសតាក់ទងទៅនឹងកោះតូចនិងខ្សែបន្ទាត់ព្រំបាទដែនតាមបណ្ដោយដងទន្លេមេគង្គយ៉ាងណាបញ្ហាទាំងនេះកំពុងដោះស្រាយតាមរយៈផ្នែកការទូតហើយមិនមានចំនួនធំឬអំពើហិង្សាធ្ងន់ធ្ងរណាមួយផ្ទុះឡើងនោះឡើយអញ្ចឹងពុកម៉ែបងប្អូនណាឆ្លោះគេជុំទិសលិចកើតជើងត្បូងនោះអត់មានសល់មកទិសទេបាទតាក់ទងទៅនឹងថៃណាបាទតាក់ទងទៅនឹងថៃអញ្ចឹងខាងកើតបាទខ្មែរខាងលិចភូមាណាខាងត្បូងម៉ាឡេស៊ីខាងជើងឡាវហើយបើដើរតែបកកចំនួនជាមួយគេអញ្ចឹងគង់តែមានថ្ងៃទេណាគង់តែមានថ្ងៃទេយកដីបាទម៉ាឡេស៊ីដូចជា3ខេត្តបើតាមព័ត៌មានដែលចុះផ្សាយណាយកដីគេ3ខេត្តហើយយកដីខ្មែរអស់ប្រមាណខេត្តហើយឥឡូវនេះមកចង់យកអានៅតំបន់មុំ3នឹងថែមទៀតប្រយ័ត្នខ្លួនតែមែនទេណាបាទខ្ញុំសូមនិយាយអញ្ចឹងតែម្ដងប្រយ័ត្នខ្លួនតែមែនទេតកតងបាទតើនឹងព័ត៌មានក៏មានតែប៉ុណ្្នឹងដែរជាចុងក្រោយបាទសូមជម្រាបលា